ស្វាគមន៍ក្នុងការចូលមកកាន់សម្បុករៀនវីដេអូ training បាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀប hack IDM ឲ្យវា full ព្រោះ internet download manager របស់យើងពេលយើង download មកគឺវា full ទេឥឡូវខ្ញុំសូមបង្ហាញពេលខ្លះវា full ដែរប៉ុន្តែ full រយៈពេល30ថ្ងៃឥឡូវសូមបើកកម្មវិធី internet download manager ដែលយើងបានdownload មកហើយយើងដំឡើងដែលអត់ full ទេឥឡូវខ្ញុំសូមបង្ហាញចូលទៅ start ចូល all program internet download manager អូខេឥឡូវខ្ញុំនឹងបង្ហាញនឹងយក key គឺកូដ IDM ប៉ុន្តែវា full អាកូដដែលគេដាក់ឲ្យហ្នឹងបាទយើងអាចជិះកូដបានប៉ុន្តែយើងសូមមើលតើវា full អត់យើងវាយ email .com ហើយវាយឈ្មោះហើយបន្ទាប់មកយើងអូខេតើវា full អត់ full ទេមែនអត់អញ្ចឹងឥឡូវយើងសាកបើកកម្មវិធី internet download manager ម្ដងទៀតហើយបន្ទាប់មកខ្ញុំនឹងបង្ហាញពីរបៀប hack វាបាទឃើញអញ្ចឹងមែនទេបាទបន្ទាប់មកខ្ញុំមានកម្មវិធី hack មួយគឺ hack IDM យើងបើកកម្មវិធីទាំងអស់គ្នាដែលនៅខ្ញុំដាក់នៅក្នុង file បាទឥឡូវខ្ញុំសូមលុបចេញក្រោយទៅតបមកខ្ញុំសូមទាញចេញមកក្តៅអូខេនេះគឺជា program របស់យើងបន្ទាប់មកខ្ញុំសូមបើក program ហ្នឹងបន្ទាប់ពីបើក program មកអ្នកនឹងឃើញរូបភាពអញ្ចឹងមែនទេបន្ទាប់មកសូមចុចលើពាក្យថា backup យកពាក្យថា patchបន្ទាប់មកយើងសូម search រក IDM តែយើងចូលទៅ drive C យកពាក្យថា program file យកពាក្យថា internet download manager រួចយកពាក្យថា IDMAN បន្ទាប់មក open បន្ទាប់មកយើងសូមវាយឈ្មោះយើងអាចវាយមិនបានហើយឈ្មោះត្រង់ហើយយើងវាយពីដងមិនដឹងឲ្យយើងវាយ first name បន្ទាប់មកឲ្យវាយ last name បន្ទាប់មកខ្ញុំសូមចុចថាឥឡូវខ្ញុំសូមបើក program internet download manager តើវា full អត់បន្ទាប់ពីខ្ញុំបាន hack ហើយinternet ok ឃើញអត់
cứ vì chạy dương đòi ca hát ní cứ mình được dạ pe dù cứ vẹt cầm ngọt nhảy gì chẳng phụ ai cam thì dân internet download là chơi dân cứ bà bàn dù ní con tay chỉ cần lướt khlây mũi không ca chạy em lấy đó mình phải tặng óc nè óc con sạp ca control cái hạt tầm po sầm buộc điện lúc nè á cho tới cái hạt tầm po www.sambucdien.com repack line được bao nhóm www.facebook.com/sambucdien óc con sạp ca control dương nâng bằng hành pi video cần lướt khlây được bao dương chịu mình tỏ